មនុស្សអាចរក្សាអីបានវាទាល់តែស្គាល់របស់នោះច្បាស់ធ្វើស្រែក៏ត្រូវតែស្គាល់ស្រែដែរបើមិនចាំស្រែទេទៅភ្ជួរខុសស្រែហើយមែនទេហ្នឹងហើយយើងគិតថារក្សាប្រពៃណីវប្បធម៌ខ្មែរឲ្យបានគង់វង្សទីមួយវាទល់តែស្គាល់ថាស្អីជាបោះខ្មែរឥឡូវនឹងអត់ស្គាល់មិនអត់ស្គាល់ទេអត់ស្គាល់ទេហើយបើអត់ស្គាល់យ៉ាងរក្សាស្អីឃើញទេលែងស្គាល់អត្តសញ្ញាណខ្លួនឯងជាស្អីទៅហើយពុទ្ធសាសនាដូចគ្នាដើម្បីរក្សាឲ្យរុងរឿងរីកចម្រើនវាទល់តែស្គាល់ថាខ្លួនយើងជាអីហើយព្រះពុទ្ធសាសនាគឺជាអ្វីដំបូងត្រូវរកចំណុចនឹងសិនតែបើអត់ស្គាល់ទេយើងខំលើកអូលើកនិយាយពីលើកជាងការធ្វើបន់ដល់7យប់7ចិត្តស្រឡាញ់ពីគេមិនអាចទៀមទាបានទេយើងទាចុះក៏ប៉ុន្តែធៀបពិតយើងទាអត់បានហ្នឹងហើយបើគេផ្ដល់ឲ្យយើងបានប៉ុណ្ណាវាបានត្រឹមប៉ុណ្ណឹងយើងចង់ឲ្យគេស្រឡាញ់យើងជាងហ្នឹងសេចក្តីស្រឡាញ់របស់វត្ថុជនបើយើងស្រឡាញ់គេយើងទាឲ្យតែគេស្រឡាញ់យើងវិញហើយដល់បានជាចម្រៀងប៉ុណ្ណឹងហើយវាជាងណាមិនដេចឡើយនៅតែក្បត់នៅពេលដែលគេចង់អស់ចិត្តពីយើងមិនបាច់ក្បត់ទេយើងមិនបាច់ខុសទេគេទៅហើយឥឡូវទៅវល់សេចក្តីស្រឡាញ់ពីគេមិនយើងមិនព្រមមើលអលត្តផលសង្ឃឹមច្រើនទុកច្រើនតណ្ហាវាឲ្យយើងសង្ឃឹមហើយកាលណាពាក្យថាអស់សង្ឃឹមវាកើតចេញពីក្តីសង្ឃឹមនៅពេលគេដើរហាលថ្ងៃគេថាថ្ងៃក្តៅអាក្រក់ណាស់ឬដើរគេហាលអស់ឬហាលសម្ពុតគេថាថ្ងៃក្តៅល្អមានអ្វីផ្គប់ចិត្តនោះលោកត្រូវគ្រប់យ៉ាងនិងគ្រប់គ្នាទៅកូនត្រូវចាំពាក្យក្នុងសិភៅម៉ែព្រះច័ន្ទនឹងថ្ងៃអត់មានដឹងអ្វីតែត្រូវប្រុសស្រីនឹងទាសរសើរពពួករស័ព្ទដូចមានស្លាប់ហើភ្លៀងខ្យល់ដេកដើរគេថាទាំងអស់បួសជាព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាព្រះពុទ្ធនៅគេមិនឈ្មោះធัวល្អឥតខ្ចោះគង់មានគេស្អប់សរសើរនឹងទាមានពីបុរាណកម្មយកមិនបានតាមពាក្យតោះកប់បើកូនតាមប្រាជ្ញកូននឹងមានផប់ត្រូវមួយខុស10កុំយកខាងច្រើននៅពេលណាដែលយើងឈប់តែងតាមស្វែងរកសូមសុខអំពីអ្នកដទៃឈប់ប្រជែងនឹងអ្នកណារឿងសម្បត្តិលោកីនៅពេលនោះស្រាប់តែឃើញសេចក្តីសុខនៅក្នុងជីវិតរបស់យើងហើយស្រេចគឺសេចក្តីសុខដោយដួងចិត្តយើងប្រឆាចតណ្ហានឹងឯងស្រឡាញ់ស្អប់ក៏ព្រោះកំណាញ់ច្រណែនប្រច័ណ្ឌអ្នកណាក៏គេចេះដែរទាំងឆាប់ទាំងខ្លាំងសំបីពួកសត្វដេរិឆានមនុស្សល្អត្រូវវឹកហាត់ត្រូវដឹងបរមត្តតាមពិតត្រូវដឹងបាបគួរវាបុណ្យគួរចម្រើនមានតែខំអប់រំទេទើបអាចជាមនុស្សប្រសើរទៅបាន